ជំរាបសួរបងៗទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំហើយថ្ងៃនេះដែលខ្ញុំមកកត់មេរៀនទំព័រទី70ការប៉ាន់ស្មានផលចែកមេរៀនទី9ហើយថ្ងៃនេះដែរខ្ញុំបានមកកត់មេរៀនក្នុងវីដេអូនេះទាំងអស់បងទាំងអស់គ្នាកុំភ្លេចជួយទស្សនាខ្ញុំផងហើយខ្ញុំមករៀបរាប់ពីសៀវភៅទូចពីរក្បាលរបស់ខ្ញុំដែលខ្ញុំទុកព្រឹកនៅសាលានេះដែរគឺជាខ្មៅដៃរបស់ខ្ញុំហើយនេះគឺជាសៀវភៅរបស់ខ្ញុំត្រូវសរសេរនៅថ្ងៃនេះបងកុំភ្លេចរងចាំទស្សនាខ្ញុំត្រូវការកត់មេរៀនដោយស្ងៀមស្ងាត់មិនត្រូវការនិយាយឬមើលទូរស័ព្ទឡើយហើយបងប្អូនទាំងអស់គ្នាត្រូវរៀនដីកាមិនមើលទូរស័ព្ទធ្វើឲ្យភ្នែកយើងល្អនេះគឺជាសកម្មភាពពេលខ្ញុំកត់ចំណងជើងមេរៀនហើយនេះគឺជាសកម្មភាពនៅពេលខ្ញុំកំពុងកត់មេរៀនខ្ញុំមើលសៀវភៅហើយយើងត្រូវទៅសេមើលពីពាក្យឡើងនិងសរសេរមិនត្រូវមើលមួយពាក្យនិងសរសេរឡើយនេះគឺជាការសរសេររបស់ខ្ញុំបានពាក់កណ្ដាលនេះគឺជាការប៉ាន់ស្មានផលចែករបស់ខ្ញុំគ្រាន់តែជាការកត់មេរៀនទេនេះជាការសរសេរចិត្តហៅរបស់ខ្ញុំអំបាញ់មិញខ្មៅដៃនោះវាបាក់ទៅខ្ញុំខួងខ្មៅដៃសរសេរគង់ឲ្យឃើញថាវាស្រួលហើយយើងយកវាមកសរសេរបានមិនត្រូវសរសេរខ្មៅដៃដែលមិនស្រួលទេនេះជាការអូសបន្ទាត់របស់ខ្ញុំនិងការគូប្រអប់នៃអត្ថន័យរបស់វាខ្ញុំកត់មេរៀនហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យបានឃើញឥឡូវខ្ញុំកត់ហើយនឹងការអូសបន្ទាត់ជាការស្រេចហើយស្អែកខ្ញុំនឹងឲ្យគ្រូខ្ញុំមើលនិងបញ្យល់បាយបាយជម្រាបលាអ្នកទាំងអស់គ្នា